ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅមើលដំណើរជិះរថភ្លើងនៅប្រទេសកូរ៉េខាងត្បូងដោយចាប់ផ្ដើមពីយ៉ាងផ្ចង់យ៉កហើយធ្វើដំណើរឆ្ពោះទៅកាន់យ៉ុងសាន់យ៉កក្នុងវីដេអូនេះខ្ញុំនឹងមើលពីបរិយាកាសនៅស្ថានីយ៍រថភ្លើងរបៀបរង់ចាំរថភ្លើងទេសភាពនៅតាមផ្លូវនិងបរិយាកាសនៅពេលដែលមកដល់ទីក្រុងសេអ៊ូលមកយើងឡើងតាមចដៅយន្តបងប្អូនយើងឡើងទៅខាងលើស្ថានីយ៍រថភ្លើងខាងលើឡើងតាមចដៅយន្តបងប្អូនមើលតាមរូបភាពតាមវីដេអូទៅពីឡើងទៅលើស្ថានីយ៍ហើយយើងដោយសារកាតយើងអស់លុយយើងក៏ត្រូវយកកាតទៅបញ្ចូលលុយដើម្បីដាក់លុយព្រោះនៅប្រទេសកូរ៉េគឺយើងប្រើកាត scan យើងដាក់លុយចូលក្នុងកាតហើយយើង scan អញ្ចឹងណាទៅមកយើងដើរទៅកន្លែងបញ្ចូលលុយសិននេះបងប្អូនចាប់ផ្ដើមចុចតាមកញ្ចក់អេក្រង់នឹងហើយយើងចាប់ផ្ដើមដាក់លុយដាក់ 5000 ណាបងប្អូនដោយសារយើងទៅតំបន់យ៉ុងសាន់ស្ថានីយ៍រថភ្លើងយ៉ុងសាន់ហ្នឹងរឿងឆ្ងាយដែរដាក់នឹងពងដាក់ហើយតែដាក់ហើយវាអត់ទទួលទេណាយើងដាក់ម្ដងទៀតអូនឹងចាប់ដើមទទួលហើយយើងចាប់ដើមចុចដាក់ក្នុងកាត 5000 ទៅមួយយើងចុចបញ្ចូលនឹងអូខេហើយបងប្អូនអូខេហើយ 5000 លុយនៅក្នុងនោះ350 វ៉ុនទៀតចុះទៅកន្លែងរងចាំរថភ្លើងខ្ញុំក៏ឆ្លៀតថតវីដេអូនៅជុំវិញកន្លែងស្ថានីយ៍រថភ្លើងឲ្យបងប្អូនមើលបន្តិចសិនបានចុះទៅខាងក្រោមបងប្អូននេះមើលវីដេអូយើងមើលពីលើស្ថានីយ៍រថភ្លើងណាមើលទៅក្រោមនោះយើងឃើញផ្លូវរថភ្លើងជាលក្ខណៈផ្លូវដែកអីចឹងណាហើយផ្ទើមកយើងដើរចេញទៅខាងក្រោមណាចុះទៅកន្លែងរងចាំហើយមុនយើងចុះទៅយើងត្រូវ scan សិនណាបងប្អូនគេមានកន្លែង scan កាតឲ្យយើងមុនយើងចុះអញ្ចឹងណាយើងចុះទៅរងចាំយើងត្រូវ scan កាតជាមុនសិននេះចុះដល់ក្រោមហើយបងប្អូននេះដើរតាមកន្លែងដែលរងចាំហ្នឹងតាមទ្វារហើយនេះទិសដៅដែលយើងត្រូវមើលខ្សែថាវារត់ទៅណាទៅតាមកន្លែងណាខ្លះអីចឹងណាគេមានខ្សែរថភ្លើងបងប្អូនឥឡូវយើងកំពុងតែរងចាំរថភ្លើងមកខ្ញុំថតនៅជុំវិញនឹងឲ្យមើលបងប្អូនហើយឥឡូវយើងនៅចាំកន្លែងតាមទ្វាររថភ្លើងហ្នឹងយើងឃើញថារថភ្លើងគឺជិតមកដល់ហើយបងប្អូនពូម៉ងរថភ្លើងចាំមកដល់ហើយអាកន្លែងដែលខ្ញុំថតវីដេអូឲ្យមើលហ្នឹងគឺកន្លែងទ្វារដែលយើងឡើងរថភ្លើងណាហើយជាទម្លាប់ហ្នឹងយើងពេលជិះរថភ្លើងគឺយើងអោយអ្នកដែលគេចុះមុនហើយទៅមកយើងឡើងតាមក្រោយយើងចូលរថភ្លើងតាមក្រោយនេះពងដើរចូលក្នុងរថភ្លើងហើយបន្ទាប់ពីយើងដើរចូលទៅខាងក្នុងហើយយើងចាប់ដើមរកកន្លែងអង្គុយហើយរៀបចំអីវ៉ាន់យើងអោយមើលទៅមានសុវត្ថិភាពហើយនឹងរៀបរយហើយក្នុងនោះគេបែងចែកឲ្យកន្លែងមនុស្សពិការហើយនឹងមនុស្សចាស់គឺគេមានកន្លែងសម្រាប់អង្គុយផ្សេងនោះកន្លែងនោះទៅមកយើងធម្មតាយើងជប់អង្គុយកន្លែងផ្សេងហើយបន្ទាប់មកនេះខ្ញុំថតខាងក្នុងរថភ្លើងឲ្យមើលគឺមនុស្សភាគច្រើននៅប្រទេសកូរ៉េនឹងគោរពច្បាប់ហើយរក្សាសម្លេងស្ងាត់ដោយមានខានអ្នកដទៃហើយបងប្អូនគ្នាមើលខ្ញុំថតតាមប្អួយហ្នឹងណាតាមប្អួយឃើញទេសភាពស្អាតតាមដងផ្លូវរថភ្លើងអញ្ចឹងណាហើយយើងចាប់ផ្ដើមចេញពីយ៉ាងផ្ចង់ហើយយើងមើលទេសភាពនៅតាមផ្លូវហើយខ្ញុំក៏ឆ្លៀតថតបង្ហាញមុខបងប្អូននៅក្នុងរថភ្លើងផងដែរហើយនេះគឺជាផ្នែកមួយដែលខ្ញុំចូលចិត្តផងដែរទីមួយអាចថតនៅតាមទេសភាពតាមជនបទមើលឲ្យបងប្អូនមើលគឺស្រស់ស្អាតដែរបងប្អូនយើងមើលតាមរថភ្លើងអញ្ចឹងណាតាមកញ្ចក់តាមប្អួយរថភ្លើងហ
ហើយយើងអាចអង្គុយមើលទេសភាពតាមប្អូននឹងrồi ស្រួលបងប្អូនស្រួលចិត្តហើយយើងអត់បាច់បើបអីខ្លួនឯងអញ្ចឹងយើងអាចអង្គុយមើលយើងនឹកដល់ស្រុកកំណើតមើលវាស្រែមើលផ្លូវមើលផ្លូវរទេសភ្លើងអីចឹងបងប្អូនហើយបើសិនយើងធ្វើដំណើរនៅរដូវផ្ការីឬរដូវស្លឹកឈើជ្រុះអីទេសភាពតាមដងផ្លូវនឹងវាកាន់តែស្អាតហើយបន្ទាប់មកឥឡូវរថភ្លើងក៏មកដល់ចំណតមួយគឺគេឲ្យយើងបើសិនជាយើងដល់គោលដៅដែលយើងត្រូវចុះហើយគឺយើងត្រូវចុះនៅកន្លែងចំណតរថភ្លើងហ្នឹងណាដល់ស៊ីវ៉ុនហើយបងប្អូនដល់ស៊ីវ៉ុនហើយតែយើងអត់ទឿនចុះទេព្រោះយើងត្រូវគោលដៅយើងគឺទៅយ៉ងសាន់អញ្ចឹងយើងក៏ជីបន្តអង្គុយនៅកន្លែងដដែលហើយយើងក៏បន្តដំណើរទៅមុខទៀតហើយកន្លែងនេះគឺផ្លូវរថភ្លើងគឺមានការរលាកខ្លាំងណារលាកដូចយើងជិះលើផ្លូវកលិកឡុអីចឹងណាតែរថភ្លើងខ្ញុំអត់ដឹងដែរថាមូលហេតុឲ្យបានរលាកខ្លាំងបងប្អូនមើលរលាកខ្លាំងទេមិនមែនមកពីខ្ញុំកាន់កាមេរ៉ាទៅញើទេគឺរលាកណាហើយគោលដៅបន្ទាប់គឺយើងមកដល់ធុងស៊ីនហើយបងប្អូនយើងបន្តទៅមុខទៀតថាទៅមកកន្លែងទៅមួយកន្លែងគឺគេឲ្យយើងឈប់ចុះអញ្ចឹងណាហើយឲ្យទៅដល់ស្ថានីយ៍រថភ្លើងមួយយើងអាចឈប់ចុះឬក៏បើសិនជាយើងដល់គោលដៅដែលយើងត្រូវទៅហើយគឺយើងអត់ចុះទេគឺយើងនេះបងប្អូនខ្ញុំថតទេសភាពឲ្យមើលទៀតហើយតិចម្ដងយើងចាប់ផ្ដើមចូលដល់តំបន់ដែលមានមនុស្សនៅច្រើនកកហើយមានអាគារខ្ពស់ពីទេសភាពជនបទដែលមានភ្នំនិងវាលស្រែឥឡូវនេះយើងចាប់ផ្ដើមមើលឃើញអាគារខ្ពស់អញ្ចឹងណាផ្លូវធំនៅតំបន់ទីក្រុងហើយបងប្អូនមើលនេះខ្ញុំថតនៅខាងក្នុងហើយមើលគោលដៅទិសដៅដែលយើងត្រូវទៅទៀតអញ្ចឹងណាគោលដៅយើងទៅយ៉ុងសាន់អញ្ចឹងបើសិនយើងដល់កន្លែងត្រូវចុះហើយក៏យើងត្រូវចុះតាមនឹងទៅណាឥឡូវខ្ញុំដល់យ៉ុងសាន់ហើយក៏ចុះពីលើរថភ្លើងហើយដើរឡើងទៅក្នុងស្ថានីយ៍យ៉ុងសាន់ហើយក៏ឆ្លៀតហើយក៏ថតវីដេអូជូនបងប្អូនមើលទៅតាមនឹងទៅណាហើយចាប់ដើមឡើងទៅចដៅយន្តហើយបងប្អូនឡើងទៅខាងលើស្ថានីយ៍រថភ្លើងអញ្ចឹងណាបងប្អូននៅប្រទេសកូរ៉េដែលយើងរស់នៅជាពលករក៏ដោយជាប្រជាជនកូរ៉េក៏ដោយការជិះរថភ្លើងគឺជាមធ្យោបាយដែលធ្វើដំណើរដ៏មានប្រយោជន៍ហើយអាចជួយសន្សំពេលវេលាអស់ថ្លៃចំណាយតិចហើយធ្វើដំណើរបានយ៉ាងងាយស្រួលហើយយើងក៏បានឡើងទៅដល់ខាងលើហើយបងប្អូនយើងឃើញថាស្ថានីយ៍រថភ្លើងយ៉ុងសាន់ហ្នឹងគឺធំខ្លាំងហើយប្រជាពលរដ្ឋអ្នកធ្វើដំណើរនៅស្ថានីយ៍រថភ្លើងយ៉ុងសាន់នេះក៏មានច្រើនកកបងប្អូនហើយស្អាតថាទៅធំដូចនៅបើនៅស្រុកយើងនៅខាងនៅខ្មែរអញ្ចឹងដូចពលានយន្តហោះអញ្ចឹងណាស្អាតមានកន្លែងអង្គុយរង់ចាំមានហាងលក់អាហារផ្សេងថាទៅច្រើនកកមកគួរចាប់អារម្មណ៍ដែរមើលទៅស្អាតមានហាងកាហ្វេហាងលក់សម្លៀកបំពាក់លក់ខោអាវអីផ្សេងគឺថាទៅមានច្រើនគ្រប់សពដែរអញ្ចឹងណាហើយតម្លៃអីក៏មិនសូវជាថ្លៃអីណាទេកាហ្វេមួយកែវអីត្រឹម 4-5,000 ដែរដូច្នេះនេះគឺជាដំណើរជិះរថភ្លើងរបស់ខ្ញុំពីស្ថានីយ៍រថភ្លើងយ៉ាងផ្ចង់ទៅស្ថានីយ៍រថភ្លើងយ៉ុងសាន់នៅក្នុងប្រទេសកូរ៉េត្បូងក្នុងការធ្វើដំណើរនេះបានឃើញទេសភាពនៅតាមដងផ្លូវជនបទភ្នំវាលស្រែទីក្រុងនិងបរិយាកាសនៃការធ្វើដំណើរតាមរថភ្លើងបើសិនជាបងប្អូនចូលចិត្តវីដេអូបែបដំណើរកម្សាន្តនិងចង់មើលពីជីវិតប្រចាំថ្ងៃក្នុងប្រទេសកូរ៉េសូមជួយចុច like Subscribe និង Share ដើម្បីគាំទ្រ Channel របស់ខ្ញុំ